ថ្លៃណាស់ខ្ញុំរកបានខ្ញុំគួរតែដឹងពីមុនហើយមានតែអ្នកប៉ុណ្ណោះដែលហៅខ្ញុំថាបងជីងមានតែអ្នកប៉ុណ្ណោះដែលដឹងអំពីអាចកំបាំងរវាងយើងរកយ៉ាងតើអ្នកអាចកលកហៅខ្ញុំម្ដងទៀតបានទេអ្នកហៅខ្ញុំមកគ្រាន់តែបញ្ជាក់ប៉ុណ្ណោះឬនិយាយចប់ហើយខ្ញុំអាចទៅបានទេរកយ៉ាងខ្ញុំសូមអង្វរអ្នកមិនអាចវាខ្ញុំបានទេអ្នកអាចជាខ្ញុំបានវាមិនអីទេកុំចាក់ចេញគេជិះចៃអ្វីទាំងអស់នេះវាជារឿងកន្លងមកហើយកន្លងមកល្អហើយបើដូច្នេះសូមឲ្យវាជារឿងកន្លងមកទៅយើងចាប់ផ្ដើមថ្មីម្ដងទៀតបានទេកន្លងមកល្អហើយបើដូច្នេះសូមឲ្យវាជារឿងកន្លងមកទៅយើងចាប់ផ្ដើមថ្មីម្ដងទៀតបានទេចាប់ផ្ដើមថ្មីមែនទេយើងត្រូវចាប់ផ្ដើមថ្មីយ៉ាងដូចម្ដេចមិនត្រឹមតែបកស្រាយការយល់ច្រឡំរួចហើយអាចធ្វើដូចមិនមានអ្វីកើតឡើងទេវាមានពលឺថ្ងៃគេឆេឆេយើងបានលែងលេះគ្នាហើយអ្នកដឹងក៏បានអ្នកយល់ច្រឡំក៏ដោយយើងមិនមានទំនាក់ទំនងអ្វីទៀតទេមិនមានទំនាក់ទំនងទេធ្វើដូចម្ដេចបានមិនមានទំនាក់ទំនងទេខ្ញុំស្រឡាញ់អ្នកមនុស្សដែលខ្ញុំស្រឡាញ់តែងតែជាអ្នកគេជិះឆៃដល់ដំណាក់កាលនេះហើយអ្នកនៅអាចនិយាយថាស្រឡាញ់ខ្ញុំបានទេតើអ្នកនៅឯណាពេលដែលឆៃណែនៅចាប់ខ្ញុំពេលខ្ញុំត្រូវយលេងញៀនបង្ខំឲ្យផឹកថ្នាំអ្នកនៅណាថ្នាំអ្វីអ្នកគិតថាហេតុអ្វីខ្ញុំមិនអាចមានផ្ទៃពោះបានទេសុខភាពខ្ញុំអាក្រក់ប៉ុណ្ណេះព្រោះយលេងញៀនបានបង្ខំឲ្យខ្ញុំផឹកថ្នាំបំបត្តិគ្រួសារម្ដងហើយម្ដងទៀតខ្ញុំមិនដឹងទេខ្ញុំមែនទែនមិនដឹងអីសោះមែនអ្នកមិនដឹងអីសោះតែពេលខ្ញុំប្រាប់អ្នកនិយាយយ៉ាងម៉េចអីអ្នកនិយាយថាខ្ញុំបង្ក្រាបគាត់ថាខ្ញុំពោលតែពាក្យមិនពិតថាខ្ញុំប្រើវិធីអាក្រក់រ៉ៃគិងវាជាកំហុសរបស់ខ្ញុំសូមទោសសម្រាប់អ្នកសូមឲ្យខ្ញុំមានឱកាសសម្ដងទៀតខ្ញុំនឹងប្រើជីវិតនៅសល់របស់ខ្ញុំប្រើអ្វីទាំងអស់របស់ខ្ញុំដើម្បីសងសំណងឲ្យអ្នកតាអាចទេគេជិះឆៃអ្នកគិតថាឥឡូវនេះអ្នកបានដឹងការពិតប្រសិនបើអ្នកនិយាយថាសុំទោសនិងស្រឡាញ់ខ្ញុំគួរតែដឹងគុណនិងអត់ទោសឲ្យអ្នកនឹងនៅជាមួយអ្នកមែនទេមិនមែនទេខ្ញុំដឹងថាអ្នកស្អប់ខ្ញុំអ្នកចង់ស្អប់ខ្ញុំយ៉ាងណាក៏បានខ្ញុំគ្រាន់តែសុំឲ្យអ្នកឱកាសសម្ដងទៀតឲ្យខ្ញុំសងសំណោះឲ្យអ្នកគេឆេខ្ញុំធ្លាប់ស្អប់អ្នកប៉ុន្តែឥឡូវនេះខ្ញុំមិនអាចស្អប់បានទៀតទេហើយក៏មិនចង់ស្អប់ទេសូមអ្នកទុកឲ្យខ្ញុំទៅតែខ្ញុំមិនឲ្យអ្នកទៅចោលខ្ញុំទេទោះអ្នកស្អប់ខ្ញុំប៉ុណ្ណាក៏ដោយអ្នកត្រូវតែនៅជាមួយខ្ញុំរវាងពួកយើងមិនមានអ្វីអាចកើតឡើងបានទេមានពន្លឺថ្ងៃយើងមិនអាចត្រឡប់ទៅដូចមុនបានទេបងប្រុសចេញពួកយើងមិនអាចត្រឡប់ទៅរករឿងពីមុនបានទេរ៉ៃយ៉ាងតើអ្នកសុខសប្បាយទេជាវឆៃគិងតើអ្នកសុខចិត្តមកជួបខ្ញុំសម្រាប់តែលេងឆេនទេលោកចាត្រូវវាចាត់កំដប់ផ្លូវណាពុទ្ធសប្តាហ៍ក្រោយល្អហើយដាក់ពន្យាទាំងអស់កិច្ចការថ្ងៃពុទ្ធសប្តាហ៍ក្រោយលោកយ៉ាបាសិនជាស្រីស្អាតឆៃគេផារឿងនេះសំខាន់ប៉ុណ្ណឹងហើយអ្វីលោកមិន
បន្តគំរាមកំហែងញៀនទៀតឬនាងយកចិត្តទុកដាក់ការវះកាត់នេះខ្លាំងប៉ុណ្ណឹងខ្ញុំច្បាស់ជាត្រូវសងបំណុលឲ្យនាងទោះបីនាងមិនចង់អភ័យទោសខ្ញុំក៏ដោយខ្ញុំក៏ត្រូវជួយនាងដែរ អ្នកដែលនិយាយថាចង់ជួបគាត់គឺលោកគូ គូចិនស៊ីបងចិនស៊ីបងចិនស៊ីសូមជួយផ្ញើទៅខ្ញុំសិនបងចិនស៊ីគ្រូសាស៊ីមីមនុស្សកំពុងវាយប្រហារគ្រូសាស៊ីសូមជួយយើងផងស៊ីមីមនុស្សកំពុងវាយប្រហារគ្រូសាតូចសូមជួយយើងផង សៀមមៀទ្រព្យសម្បត្តិគ្រួសារសៀដាំទាំងមូលមិនមែនជារបស់អ្នកទេខ្ញុំគ្រាន់តែជួយជីឈីងយកអ្វីដែលជារបស់គាត់ត្រឡប់មកវិញប៉ុណ្ណោះអ្វី ឪពុកខ្ញុំស្លាប់ទៅហើយនៅលើច្បាប់បេតិកភណ្ឌសរសេរច្បាស់លាស់ថាទ្រព្យសម្បត្តិគឺជារបស់ខ្ញុំនិងម៉ាក់ខ្ញុំមែនទេ តែខ្ញុំស៊ើបអង្កេតឃើញថាមិនមែនជាករណីបែបនោះទេកញ្ញាសៀមនុស្សរបស់យើងបានស៊ើបអង្កេតរួចហើយថាច្បាប់បេតិកភណ្ឌរបស់លោកសៀត្រូវបានកែប្រែមួយថ្ងៃមួយពេលគាត់ស្លាប់ហើយឯកសារទាំងអស់អំពីអ្វីដែលអ្នកធ្វើសុទ្ធសឹងមាននៅទីនេះ ស៊ើបអង្កេតអ្នកចាប់តាំងពីខ្ញុំចាប់ផ្ដើមសង្ស័យអ្នកខ្ញុំបានរៀបចំមនុស្សម្នាក់នៅក្បែរអ្នករួចហើយដើម្បីស៊ើបអង្កេតរឿងកាលពីមុនតែខ្ញុំមិនដែលគិតថាអ្នកមានចិត្តអាក្រក់ដល់ថ្នាក់នេះទេ ខ្ញុំមិនមែនទេខ្ញុំមិនមែនទេពិតជាមិនមែនទេត្រូវតែជាអ្នកនោះដូចមុនដែរគាត់ជាអ្នកបញ្ឆោតអ្នក ទៅនួនអ្នកលាក់ខ្ញុំអ្នកបានធ្វើរឿងអាក្រក់ប៉ុន្មានសម្រាប់ការស្គាល់ពិតនេះតើអ្នកគិតថាតែបើអ្នកមិននិយាយទេ ខ្ញុំរកមិនឃើញទេទេមិនមែនបាត់នោះទេមិនមែនបាត់នេះទេ អ្នកបានយកអត្តសញ្ញាណរបស់គាត់យកទ្រព្យសម្បត្តិគាត់ហើយបង្ខំឲ្យគាត់ផឹកថ្នាំតែពេលខ្ញុំឃើញឯកសារទាំងនេះខ្ញុំស្ទើរតែចង់កាត់អ្នកជាច្រើនសម្លឹង បងសិតសឹបសំបីតែខ្ញុំខុសក៏ដោយប៉ុន្តែរយៈពេលច្រើនឆ្នាំនេះច្រើនឆ្នាំមកហើយនៅក្បែរអ្នកតែងតែជាខ្ញុំទេប្រសិនបើមិនមែនជាអ្នក ខ្ញុំមិនដែលនឹងលែងលេះជាមួយជីឈីងទេ ដោយអ្វីដែលត្រូវជួយជីឈៀងកាត់មកជាស្រីក្រមុំធំតែហេតុអ្វីអ្នកដែលជួយអ្នកវិញគឺគាត់មិនទាន់ពេលអ្នកមិនអាចប្រព្រឹត្តចំពោះខ្ញុំបែបនេះទេអ្នកមិនអាចប្រព្រឹត្តចំពោះខ្ញុំបែបនេះទេ នាំស្ត្រីឈ្គូតនេះចេញទៅឲ្យខ្ញុំចេញទៅអ្នកមិនអាចប្រព្រឹត្តចំពោះខ្ញុំបែបនេះទេគូជុនស៊ីលោកគូបានជួនដំណឹងសន្តិសុខរួចហើយថាពីនេះទៅមកនាងនឹងមិនអាចចូលមកវិញទេដឹងហើយស៊ីវិនតែទ្រព្យសម្បត្តិគ្រួសារស៊ីទាំងអស់ទៅឈ្មោះជីឈីងប្តឹងម៉ែនឹងកូនស្រីគ្រួសារស៊ីមិនអាចបន្តទៅបានទេអ្នកណាដែលហ៊ានសហការជាមួយពួកគេគឺជាអ្នកប្រឆាំងនឹងខ្ញុំបាទ ស៊ីជីឈៀងទាំងអស់នេះសុទ្ធតែដោយសារអ្នកទេដែលជីងស៊ីក៏ប្រព្រឹត្តចំពោះខ្ញុំបែបនេះតែបើអ្នកស្លាប់ខ្ញុំជាមួយជីងស៊ីក៏អាចស្រឡាញ់គ្នាឡើងវិញបានទីជាអនុវត្តទៅ បានជូនដំណឹងនិងជូនដំណឹង ខ្ញុំបានសម្លាប់មនុស្សហើយខ្ញុំបានសម្លាប់មនុស្សពិតម៉ែសូមជួយខ្ញុំផងយើងបានបុកមនុស្សស្លាប់ពីមុនហើយ ជីឈីងឲ្យមុនលីកំពុងសង្គ្រោះតែធ្វើដល់ជាយ៉ាងនេះ ហេតុអ្វីមានគ្រោះថ្នាក់រថយន្តអ្នកណាធ្វើ មិនមែនគ្រោះថ្នាក់ទេគឺជាការសម្លាប់មនុស្សមាននរណាម្នាក់ចង់សម្លាប់ជីឈីង សម្លាប់មនុស្ស
មែនទេគូជីនស៊ី មិនមែនទេគឺជាអ្នកបញ្ជាទិញខ្ញុំបានជូនដំណឹងប៉ូលីសរួចហើយគាត់មកវិញទៀតហើយ បើមានបញ្ហាអ្វីកើតឡើងលើជីឈៀងខ្ញុំមិនអត់ឲ្យគាត់ឆ្លងដៃទេវាជាបណ្ឌិតលីនអ្នកស្រីសៀស្លាប់ឈាមច្រើនត្រូវតែផ្ទេរឈាមភ្លាម ឈាមហូរចេញច្រើនណាស់តែជីឈីងមានឈាមប្រភេទ2អវិជ្ជមានប្រភេទ F មិនខុសទេអ្នកស្រីស៊ីគឺជាប្រភេទឈាមបំរនេះ តែឈាមសន្សំរបស់មន្ទីរពេទ្យមិនគ្រប់គ្រាន់ទេត្រូវស្វែងរកប្រភពឈាមភ្លាមខ្ញុំដឹងថាអ្នកណាមានឈាមខ្លាឃ្មុំផេនដា សួស្ដី មានអ្វីកើតឡើង សូមជួយសង្គ្រោះជីឈីងផងគាត់ជិតស្លាប់ហើយ អញនរណាធ្វើរឿងនេះ លោកកេចេងសេងកុំគិតថាអ្នកបរិច្ចាគឈាមហើយខ្ញុំនឹងជឿអ្នកអ្វីដែលអ្នកធ្វើគ្រាន់តែសងបាបប៉ុណ្ណោះ អ្វីដែលអ្នកនិយាយខ្ញុំយកទាំងអស់ខ្ញុំសួរតែថាតើរឿងនេះពិតជានរណាធ្វើ តើមាននរណាទៀតទេក្រៅពីប្អូនស្រីល្អរបស់អ្នកសានូនូននោះមាននរណាអាចបំផ្លាញជីឈីងទៀត រនៅក្តៅក្តៅទេនាងហ៊ានយ៉ាងដូចម្ដេច គូជីងហាំងបើមិនមែនដោយសារអ្នកទេជីឈីងអាចក្លាយជាមនុស្សបែបនេះទេអ្នកដឹងទេថាជីឈីងបានរស់នៅប៉ុន្មានឆ្នាំនេះយ៉ាងដូចម្ដេច អ្នកនិយាយត្រឹមត្រូវខ្ញុំគ្រាន់តែជាមនុស្សអាក្រក់ម្នាក់ប៉ុណ្ណោះ ហាំឥឡូវនេះរូបរាងស្រឡាញ់របស់អ្នកបង្ហាញឲ្យនរណាមើលអ្នកភ្លេចហើយឬថាមុននេះអ្នកធ្វើដូចម្ដេចចំពោះគាត់អ្នកដឹងទេថាឆ្នាំនេះគាត់រស់នៅដូចម្ដេចគាត់នៅទីនេះម្នាក់ឯង បានហើយកុំត្បាទៀតអ្វីដែលសំខាន់គឺយុវជនដែលមានការអប់រំ ខ្ញុំប្រាប់អ្នកថាប្រសិនបើជីឈីងមានរឿងអ្វីកើតឡើងខ្ញុំមិនអត់អន់អ្នកទេ គាត់មិនមានអ្វីកើតឡើងទេ អត់ល្អទេឈាមនៅតែមិនគ្រប់ យករបស់ខ្ញុំទៅ តែអ្នកបានឈាមរួចទៅហើយ 500cc បន្តយកទៅទៀត អ្នកគូតែសម្រាប់ល្អ ឥឡូវនេះស្ថានភាពគាត់យ៉ាងដូចម្ដេចហើយ គាត់ ខ្ញុំសួរអ្នកថាឥឡូវនេះស្ថានភាពគាត់ពិតប្រាកដយ៉ាងដូចម្ដេច កុំបារម្ភទេគាត់បានផុតពីគ្រោះថ្នាក់ជីវិតហើយតែតើគាត់អាចភ្ញាក់ឡើងវិញបានឬអត់នោះ ស្នេហា ជីឈីងអ្នកអាចភ្ញាក់ឡើងបើភ្នែកមើលបានទេអ្នកអាចជឿខ្ញុំឬវាខ្ញុំ អីចាំបន្តិចគូជីងហាំងនៅខាងក្នុងទៀត គូជីងហាំងអាក្រក់នេះគាត់មកធ្វើអ្វីកុំគិតថាដូច្នេះជីឈីងនឹងអត់អន់គាត់ទេ អ្នកក៏បានឃើញហើយគូជីងហាំងដើម្បីជីឈីងសំបីជីវិតផ្ទាល់ខ្លួនក៏មិនខ្វល់ទេបើមិនមែនខ្ញុំទប់គាត់ទេគាត់ប្រហែលជាអូសឈាមផ្ទាល់ខ្លួនទាំងអស់ឲ្យជីឈីងហើយ បើមិនមែនដោយសារគាត់ជីឈីងនឹងរស់នៅអាក្រក់បែបនេះទេ លីលេយ៉ាងម៉េចដែរ មិនបានប្រាប់គាត់ទេបងប្រុសតើយុវជនដែលមានការអប់រំអាចធ្វើអ្វីបានក ុំបារម្ភទេលេលេនៅមិនទាន់ជាសះស្បើយទេជីឈីងគាត់មិនបោះបង់ទេ អញ្ចឹងការវាកាត់របស់លេលេ គូជីងហាំងទើបតែប្រចាំឈាមចប់សុំរងចាំបន្តិចទៀត មិនបាច់ទេការវះកាត់ធ្វើតាមផែនការដើមមិនបាច់ទេការវះកាត់ធ្វើតាមផែនការដើម មិនបានទេសុខភាពអ្នកឥឡូវនេះមិនសមស្របសម្រាប់វះកាត់ទេ ពួកអ្នកមិនមែនថាវះកាត់នេះសំខាន់ណាស់ឬខ្ញុំគ្រាន់តែសង្ឃឹមឲ្យជីឈីងរីករាយបន្តិចមិនចាំបាច់បារម្ភអំពីខ្ញុំទេឈាមតិចតួចនេះមិនអាចយកជីវិតខ្ញុំបានទេ អ្នកកំពុងលេងសំណើជីវិតខ្លួនឯង ខ្ញុំមិនមែនកំពុងលេងសំណាយទេជីឈីងបានយល់ព្រមមកជួបខ្ញុំដើម្បីគាត់វាបង្ហាញថាបុរសនោះសំខាន់ណាស់សម្រាប់គាត់មុននេះអ្នកក៏បាននិយាយដែរមិនមែនទេថាជីឈីងនឹងភ្ញាក់ឡើងឬអត់គឺអាស្រ័យលើចិត្តរបស់គាត់ផ្ទាល់បើខ្ញុំអាចជួយគាត់បានតើជីឈីងនឹងព្រមភ្ញាក់ឡើងទេអើតើមែនទេហាហាហារៀបចំការវះកាត់ទៅហេតុអ្វីរាយអ្នកប្រកាសជានឹងប្រសើរឡើង
មានអ្វីកើតឡើង លោកគូយើងរកឃើញស៊ីនួនមួយហើយ ខ្ញុំដឹងហើយ ក្រក់កណៅក្រក់កណៅ ក្តៅក្តៅ អាយ ក្តៅហើយកូនទូចរបស់ខ្ញុំក៏នៅសល់តែប៉ុណ្ណឹង ញ៉ាំបន្តិចញ៉ាំស្រួលទៅ ម៉ាក់អ្នកជួយគិតវិធីមួយទៅខ្ញុំមិនអាចលាក់ខ្លួនបន្តទៀតបានទេ បាទ ម៉ាក់សុំគិតវិធីមួយទៅខ្ញុំមិនអាចលាក់ខ្លួនបន្តទៀតបានទេ ណាណាកុំបារម្ភឲ្យច្រើនពេលនេះប៉ូលីសកំពុងស្វែងរកអ្នកម៉ាក់នឹងរកមនុស្សម្នាក់មកទទួលបន្ទុកចំនួនអ្នកមួយពេលរឿងស្ងប់ហើយម៉ាក់នឹងត្រូវយកអ្នកត្រឡប់មកផ្ទះវិញ ម៉ាក់តើខ្ញុំបានសម្លាប់មនុស្សពិតមែនទេ មនុស្សអាក្រក់នោះស្លាប់ទៅក៏ស្លាប់ទៅម៉ាក់នឹងមិនឲ្យកូនចំណាយមួយជីវិតសម្រាប់មនុស្សស្រីបែបនេះទេលុយនេះអ្នកយកទៅមុនសូមរត់ចេញពីក្រុងជីមចិនឲ្យលឿនហា ហេគួយស្រីអ្នកចង់ធ្វើអ្វី អ្នកពិតជាហ៊ានបំផ្លាញគាត់មែនទេ អ្នកហ៊ានណាស់ កុំចូលមកចិត្តរឿងនេះមិនទាន់ស៊ើបអង្កេតច្បាស់ទេមិនមែនណាណាធ្វើទេ យកទៅចេញផ្លូវ ណាណាធ្វើបែបនេះបានដូចម្ដេច បាក់ម៉ាក់លោកគូយើងដឹងខុសហើយយើងពិតជាដឹងខុសហើយសូមអញ្ជើញគុំបំផ្លាញណាណាអ្នកចង់ឲ្យខ្ញុំធ្វើអ្វីក៏បាន អ្វីដែលអ្នកទាំងអស់គ្នាជំពាក់ជីមឈីងខ្ញុំចង់ឲ្យអ្នកសង្វិញទាំងអស់មួយចំណិត ណាណាម៉ាម៉ែអានម៉ាម៉ែបងជាងស៊ីខ្ញុំមិនបានចិត្តណាទេគឺស៊ីចិនឈីងជាអ្នករត់មកបុកឡានខ្ញុំឯងគាត់ចង់បំភាន់ខ្ញុំ ស៊ីនូនដល់ពេលនេះហើយអ្នកនៅតែបដិសេធទៀតឬ ខ្ញុំខុសហើយខ្ញុំដឹងខុសហើយសូមអ្នកអត់ឲ្យខ្ញុំបានទេ ខ្ញុំប្រាប់អ្នកឲ្យដឹងមុននេះគាត់នៅសម្រាកនៅមន្ទីរពេទ្យប្រសិនបើគាត់មិនភ្ញាក់ឡើងវិញទេអ្នកក៏គុំសង្ឃឹមរស់ដែរ ខ្ញុំមិនចង់ស្លាប់ទេសូមអ្នកអត់ឲ្យខ្ញុំនឹងផ្ទេរទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំឲ្យគាត់ខ្ញុំសូមអ្នកអត់ឲ្យខ្ញុំម្ដងមួយ មិនមែនអ្នកមិនចង់ចូលគុកទេល្អហើយខ្ញុំយល់ព្រមជាមួយអ្នកតែអ្នកក៏គុំសង្ឃឹមថានឹងរស់ស្រួលដូចនេះដែរ កូនរបស់គាត់មានជំងឺឈាមសខ្ញុំសូមអ្នកផ្ដល់វិធីណាមួយឬត្រូវការភាគហ៊ុនប៉ុន្មានខ្ញុំអាចផ្ដល់ឲ្យគាត់ទាំងអស់ កូន កូនអី កូន កូនអី នាងមានកូនប្រុសម្នាក់គឺជាកូនរបស់អ្នក នាងមានកូនហើយឬ កូននាងនោះមានជំងឺឈាមមុននេះខ្ញុំបានឃើញនៅមន្ទីរពេទ្យមុខដូចអ្នកពិតយំសំឡេង ហឺ លោកគូអ្នកកំពុងទៅណា ទៅមន្ទីរពេទ្យឥឡូវនេះ មន្ទីរពេទ្យបណ្ដោះអាសន្នដូចនេះបានហើយ បើកឡាន បាទ អូយយុនជៀនខ្ញុំសួរអ្នកតើអ្នកដែលធ្លាប់ធ្វើវះកាត់ជំងឺបេះដូងស្មើគ្នាមិនមែនជាកូនរបស់ខ្ញុំជាមួយស៊ីចិនឈីទេខ្ញុំចង់ជួបគាត់ឥឡូវនេះ
ហើយអ្វីអ្នកមិនប្រាប់ខ្ញុំឲ្យបានមុនទេ លោកគូស្រីខ្ញុំមានហេតុអ្វីត្រូវប្រាប់អ្នកអ្វីដែលអ្នកធ្វើចំពោះស៊ីចិនឆេអ្នកមានសិទ្ធិអ្វីដឹងថាលុយគឺជាកូនរបស់អ្នក នាំខ្ញុំទៅជួបគាត់ផងនាំខ្ញុំទៅជួបគាត់តើអ្នកនឹងនាំខ្ញុំទៅជួបគាត់ទេ មើលសភាពអ្នកឥឡូវនេះដូចជាមិនរស់មិនស្លាប់បើនាំអ្នកទៅជួបលឺគ្រាន់តែធ្វើឲ្យគាត់ភ័យប៉ុណ្ណោះ សូមនាំខ្ញុំទៅជួបគាត់ផង មិនអាចទេស្អែកសិនទៅ ខ្ញុំសូមអ្នកសូមនាំខ្ញុំទៅជួបគាត់ម្ដងខ្ញុំសូមឃើញគាត់តែម្ដងបានទេសំឡេងដកដង្ហើម មកតាមខ្ញុំមកតែអ្នកអាចនៅខាងក្រៅប៉ុណ្ណោះពេលនេះស្ថានភាពរបស់នាងមិនសូវល្អទេ ចាស់ វេលនៅខាងក្នុងសូមនិយាយតិចហើយកុំដាស់នាង គាត់ឈ្មោះនៅលើ អឹម អត្រារស់រានសុវត្ថិភាពប៉ុន្មានគូបកង កម្រិតគូបគងរបស់អ្នកខ្ពស់ណាស់ប្រសិនបើគ្មានបញ្ហាអ្វីអាចសម្រេចបានដល់ 90% ទីនេះលក្ខខណ្ឌមិនសូវល្អទេថ្ងៃស្អែកឲ្យផ្លាស់លេនឹងជីឈីងទៅមន្ទីរពេទ្យកណ្ដាល ស្ថានភាពរបស់ពួកគេឥឡូវនេះមិនសមស្របសម្រាប់ផ្លាស់ទីទេបើអ្នកពិតជាថែរក្សាពួកគេអ្នកគួរតែសហការល្អជាមួយយើង ខ្ញុំមិនឆ្លើយអ្នកឯកបានដោយវាជាបណ្ឌិតខ្ញុំទៅមកផ្ទាល់ អ្នកកំពុងសង្ស័យសមត្ថភាពខ្ញុំឬ គូជីងស៊ីស្រមកមើលអ្វីមើលធ្វើមិនដឹងថាឯងមករកលេធ្វើបាបនាង តើខ្ញុំអាចប៉ះពាល់គុំខ្លួនឯងបានដូចម្ដេច អ្នកដឹងអស់ហើយឬ មិនមែនខ្ញុំប្រាប់គាត់ទេ ហេតុអ្វីមិនប្រាប់ខ្ញុំជាលើកដំបូង ហាំហេតុអ្វីអ្នកនៅមានមុខសួរហេតុអ្វីទៀតឬពេលមុនដែលអ្នកត្រូវសារនួនបោកបញ្ឆោតអ្នកបានប្រព្រឹត្តចំពោះជីឈីងយ៉ាងដូចម្ដេចហាំបើមិនបិទបាំងពីអ្នកទាំងពីរតាលេនឹងអាចកាត់មកលើលោកបានដូចម្ដេចខ្ញុំប្រាប់ឲ្យដឹងប៉ះពាល់លេមែនទេ បើសិនខ្ញុំមិនមែនជាមនុស្សទេខ្ញុំនឹងទៅប៉ះពាល់គុំម្នាក់មែនទេលេមានជំងឺឈាមខ្ញុំជាឪពុកពិតរបស់គាត់ហេតុអ្វីអ្នកមិនស្វែងរកខ្ញុំជាលើកដំបូងហេតុអ្វីមិនស្វែងរកខ្ញុំឲ្យគូបគងឈាមជាលើកដំបូង ស្វែងរកអ្នកដើម្បីឲ្យអ្នកមើលមិនអើពើឬចង់យកលេទៅខ្ញុំប្រាប់ឲ្យដឹងគូជីងស៊ីពេលអ្នកទៅនឹងបែកគ្នាជាមួយនឹងគាត់ទៅនឹងមានផ្ទៃពោះអ្នកអីក៏មិនដឹងទេអ្នកគ្រាន់តែជាមនុស្សអាក្រក់ម្នាក់ប៉ុណ្ណោះដើម្បីជួយលេគាត់បានបង្ខំខ្លួនឯងធ្វើអ្វីប៉ុន្មានក៏បានដើម្បីព្យាយាមមានកូនជាមួយអ្នកម្ដងទៀតគាត់ត្រូវបាត់ពាក្យកណ្ដាលពោះវៀនទើបអាចរស់នៅបានអ្នកដឹងទេហេតុអ្វីបានជាអ្នករស់នៅដោយរីករាយហេតុអ្វីអ្នកមិនសមនឹងទេ អ្នកនិយាយអ្វី ខ្ញុំប្រាប់ឲ្យដឹងអ្វីដែលអ្នកជំពាក់គាត់អ្នកមិនអាចសង្អស់បានទេក្នុងជីវិតនេះ លោកគូអ្នកភ្ញាក់ឡើងហើយ Brian លោកកាជីឈិងបាក់សុំទោសខ្ញុំសូមអភ័យទោសខ្ញុំជីឈិងពិតប្រាកដណាស់ខ្ញុំចង់ប្រាប់អ្នកថាតាមពិតខ្ញុំស្រឡាញ់អ្នកមកយូរហើយទោះបីជាមុននេះខ្ញុំគិតថាអ្នកដែលបានជួយខ្ញុំគឺសៀនអ៊ីណុនក៏ដោយតែខ្ញុំមិនដែលមានទំនាក់ទំនងជាមួយនាងសោះមុននេះខ្ញុំគិតថាខ្លួនឯងមានជំងឺ
តែឥឡូវនេះខ្ញុំបានដឹងហើយថាមិនមែនបែបនោះទេតែខ្ញុំស្រឡាញ់អ្នកមកយូរហើយគឺខ្ញុំមិនចង់ទទួលស្គាល់ប៉ុណ្ណោះ Ryan អ្នកអាចភ្ញាក់ឡើងវិញបានទេខ្ញុំបានភ្ញាក់អ្នកហើយខ្ញុំគ្រាន់តែជាមនុស្សអាក្រក់ម្នាក់អ្នកគួរតែភ្ញាក់ឡើងវិញចូលក្រោកឡើងហើយដេកជាមួយខ្ញុំអ្នកគួរតែភ្ញាក់ឡើងហើយវីខ្ញុំវិញជីឈៀងដូច្នេះខ្ញុំសុំអ្នក នរណា លេ អាត្រក លេខ្ញុំមិនមែនជាមនុស្សអាក្រក់ទេខ្ញុំជាឪពុក អ្នកគឺជាមនុស្សអាក្រក់ខ្ញុំបានឃើញអ្នកជួយមីងការបំភ័យម៉ាក់ខ្ញុំ អ្នកបានឃើញខ្ញុំ តើមកពីអ្នកធ្វើបាបម្ដាយរបស់អ្នកទើបគាត់ឈឺ បាត់ចាស់គឺខ្ញុំព្រោះតែខ្ញុំទើបម្ដាយខ្ញុំខ្លាយជាបែបនេះ អ្នកចេញទៅអ្នកមិនអាចចូលក្បែរម៉ាក់ខ្ញុំទេអ្នកមិនអាចបំភ័យម៉ាក់ខ្ញុំទេ លេ មានអីគាត់ជាមនុស្សអាក្រក់អ្នកជួយលេបណ្ដេញមនុស្សអាក្រក់ទៅលេស្ដាប់ម៉ាក់ណាវិជ្ជាបណ្ឌិតមិនអោយអ្នករត់លេងច្រឡំទេមែនទេអ្នកទាំងអស់គ្នាច្បោកខ្ញុំម៉ាក់ឈឺអ្នកមិនអោយខ្ញុំជួបម៉ាក់ទេលេស្ដាប់ម៉ាក់ណាម៉ាក់គ្រាន់តែដេកលក់បន្តិចប៉ុណ្ណោះចាំលេជាសេះស្បើយហើយម៉ាក់នឹងភ្ញាក់ឡើងវិញតើអីបានទេអូបែវគឺល្អម៉ាក់ពេលណាអ្នកនឹងភ្ញាក់ឡើងវិញ ពីនេះទៅខ្ញុំមិនធ្វើឲ្យអ្នកទាំងអស់គ្នាប្រទូសទៀតទេ មីមានអី លេក៏វាកាត់បានជោគជ័យណាស់ លេគឺជាកូនក្មេងដែលរឹងមាំជាងគេបំផុតលើលោកនេះអូមលេនេះគឺជាអ្នកមានចិត្តល្អដែលបានបរិច្ចាគឲ្យអ្នកពូគឺពូបានជួយសង្គ្រោះខ្ញុំអរគុណពូ លេមិនបាច់និយាយអរគុណទេពូរីករាយណាស់ដែលអាចជួយលេបាន សុំទោសពូមុននេះលេគិតថាពូជាមនុស្សអាក្រក់ មិនបាច់និយាយសុំទោសទេលេអ្វីដែលលេធ្វើត្រឹមត្រូវហើយដូច្នេះក៏សម្រាប់ការពារម៉ាក់ផងដែរ អូម មុននេះពូធ្វើមិនល្អឲ្យលេអាចអភ័យទោសឲ្យពូបានទេ អូមម៉ាក់បាននិយាយថាដឹងខុសហើយកែត្រូវគឺជាកូនល្អ ត្រូវហើយដឹងខុសហើយកែត្រូវគឺជាកូនល្អ ពូអ្នកអាចនាំខ្ញុំទៅជួបម៉ាក់បានទេម៉ាក់ដឹងថាលេជាសេះស្បើយហើយនឹងភ្ញាក់ឡើងជាមិនខាន អូខេចាំពេលលេសុខភាពល្អសិនពូនឹងនាំលេទៅជួបម៉ាក់ អូម